ជំរាបសួរបងប្អូននៅក្នុងវីដេអូនេះខ្ញុំនឹងលើកយកអំពីយុទ្ធសាស្ត្រដើម្បីរៀបចំហិរញ្ញវត្ថុឲ្យបានល្អដោយក្នុងនោះខ្ញុំបែងចែកជាពីរផ្នែកគឺផ្នែកទី1វិធីដើម្បីពង្រឹងផ្នែកហិរញ្ញវត្ថុផ្ទាល់ខ្លួននិងផ្នែកទី2គឺការប្រើប្រាស់ហិរញ្ញវត្ថុដើម្បីបង្កើនចំណូលបន្ថែមតចូលដល់ផ្នែកទី1របស់អ្នកគ្នានៅក្នុងពេលបច្ចុប្បន្ននេះមនុស្សដែលមានអាយុចន្លោះពី20ទៅ25ឆ្នាំដែលអាចខ្លាយខ្លួនជាអ្នកមានទ្រព្យសម្បត្តិច្រើនឬក៏អាចមានលុយលើសពី30000នៅក្នុងដៃវាពិតជាពិបាករកខ្លាំងណាស់ព្រោះថានៅក្នុងវ័យនេះគឺជាវ័យមួយដែលមនុស្សកំពុងតែសិក្សានិងខិតខំរៀនសូត្រអំពីការងារដើម្បីអនាគតល្អហើយខាងក្រោមនេះគឺជាវិធីដ៏មានប្រសិទ្ធភាពបំផុតដើម្បីប្រែក្លាយជីវិតរបស់យើងឲ្យក្លាយជាមនុស្សដែលមានទ្រព្យធនច្រើនបានចំណុចទី1គឺគិតពីចំណូលការបង្កើនប្រាក់ចំណូលបន្ថែមគឺជារឿងមួយដែលងាយបំផុតព្រោះថាសប្តាហ៍ថ្ងៃនេះមានការងារជាច្រើនដែលកំពុងរងចាំមនុស្សដែលមានសមត្ថភាពទៅធ្វើហើយថែមទាំងទទួលបានប្រាក់ចំណូលខ្ពស់ទៀតផងប៉ុន្តែអ្វីដែលជាកង្វល់នោះគឺថាតើមនុស្សពិតជាចង់បង្កើនប្រាក់ចំណូលសម្រាប់ខ្លួនឯងមែនឬមួយក៏អត់ហើយការខិតខំប្រឹងប្រែងស្វែងរកចំណេះដឹងដើម្បីកសាងសមត្ថភាពរបស់ខ្លួនឬមួយក៏អត់កុំចង់បានតែមាត់មនុស្សដែលនៅពេលមានសមត្ថភាពហើយកុំភ័យរឿងថាគ្មានចំណូលច្រើនអសោះគួរតែភ័យថាតើខ្លួនឯងមានពេលគ្រប់គ្រាន់ដើម្បីបំពេញកិច្ចការទាំងអស់នោះបានឬក៏អត់នៅក្នុងន័យនេះប្រាក់ចំណូលដែលទទួលបានច្រើនចេញតែពីការវិនិយោគលើទីផ្សារភាគហ៊ុនឬក៏ជាការងារផ្នែកលក់ផលិតផលផ្សេងដូចជាការលក់អចលនទ្រព្យនិងលក់លេជាដើមចំណុចទី3ពង្រឹងសមត្ថភាពវាជាការវិនិយោគដែលប្រកបទៅដោយប្រសិទ្ធភាពបំផុតហើយការវិនិយោគបែបនេះនឹងនាំយើងឲ្យទៅរកលទ្ធផលល្អៗជាច្រើនដែលយើងមិនអាចរំពឹងទុកហើយការវិនិយោគទៅលើសមត្ថភាពខ្លួនឯងមានដូចជាការស្ដាប់អំពីចំណេះដឹងទូទៅដែលត្រូវនឹងការចង់បានរបស់យើងនិងការអានអត្ថបទឬសៀវភៅដែលជាចំណេះដឹងថ្មីៗហើយមានប្រយោជន៍ជារៀងរាល់ថ្ងៃដើម្បីបង្កើននូវសមត្ថភាពរបស់ខ្លួនឲ្យរឹតតែខ្លាំងចំណុចទី4សូមជួបមនុស្សខ្លាំងបើយើងនៅជាមួយមនុស្សដែលមានទេពកោសល្យនិងមនុស្សដែលមានចំណេះដឹងល្អៗដូចជាសិស្សច្បងឬមនុស្សដែលមានបទពិសោធន៍ច្រើនទាំងអស់ដែលយើងគិតថាពួកគេអាចផ្ដល់ជាគំនិតល្អៗជាច្រើនដែលកើតចេញពីបទពិសោធន៍ពិតៗរបស់ពួកគេនោះនឹងធ្វើឲ្យយើងរៀនបានកាន់តែច្រើនជាងសៀវភៅដែលយើងធ្លាប់បានអានក៏ថាបានចំណុចទី5ត្រូវមានគោលដៅខ្ពស់បើសិនជាយើងគ្មានគោលដៅច្បាស់លាស់នោះទេនោះរឿងរកប្រាក់ចំណូលបន្ថែមក៏រត់តែគ្មានស្រមោលរត់មករកយើងថែមទៀតផងដែរដូចនេះយើងត្រូវតែស្វែងរកឲ្យឃើញនៅគោលដៅរបស់ខ្លួនហើយកំណត់វាឲ្យធំនិងរៀបចំឲ្យបានច្បាស់លាស់ខិតខំធ្វើការងារដើម្បីសម្រេចវាឲ្យបាននោះរឿងចំណូលវានឹងរត់រកយើងដោយឯងផ្នែកទី2ការប្រើប្រាស់ហិរញ្ញវត្ថុដើម្បីបង្កើនចំណូលបច្ចុប្បន្ននេះមានអ្នករកស៊ីជាច្រើនដែលតែងតែជួបប្រទះនឹងបញ្ហានៃការគ្រប់គ្រងនិងការប្រើប្រាស់ហិរញ្ញវត្ថុក្នុងការរកស៊ីរបស់ខ្លួនបើយើងនិយាយជារួមការគ្រប់គ្រងនិងការប្រើប្រាស់ហិរញ្ញវត្ថុវាមានច្រើនរបៀបដើម្បីយកទៅប្រើប្រាស់ប៉ុន្តែបញ្ហាចម្បងនោះគឺតើរបៀបនៃការគ្រប់គ្រងហិរញ្ញវត្ថុណាមួយដែលត្រូវនឹងមុខជំនួញរបស់យើងហើយក្នុងនោះមានចំណុចចម្បងខ្លះដើម្បីឲ្យយើងចេះរៀបចំហិរញ្ញវត្ថុរបស់ខ្លួនបានដែលរួមមានចរន្តលំហូរសាច់ប្រាក់នៃចំណូលក្នុងនោះដើម្បីបង្កើតចរន្តនៃលំហូរសាច់ប្រាក់យើងត្រូវដឹងជាមុននៅប្រភេទនៃចរន្តសាច់ប្រាក់នោះជាមុនសិនហើយក្នុងនោះចរន្តសាច់ប្រាក់មានពីរប្រភេទដែលផ្ដោតទៅលើសាច់ប្រាក់ថេរនិងសាច់ប្រាក់អថេរសាច់ប្រាក់ថេរគឺសំដៅទៅលើប្រាក់ខែឬប្រាក់ចំណូលទាំងឡាយណាដែលយើងទទួលបានអំពីការធ្វើការប្រចាំថ្ងៃប្រចាំខែឬប្រចាំឆ្នាំដោយគ្មានការប្រែប្រួលសម្រាប់សាច់ប្រាក់អថេរគឺសំដៅទៅលើប្រាក់ទាំងឡាយណាដែលយើងទទួលបានពីចំណូលនៃការធ្វើការងារក្រៅម៉ោងក្រៅពីការងារប្រចាំថ្ងៃឬជាការងារដែលទទួលបានពីគម្រោងខ្លីណាមួយហើយនេះវាជាចរន្តលំហូរសាច់ប្រាក់នៃចំណូលដែលយើងអាចយកទាំងចំណូលថេរនិងចំណូលអថេរទៅបូកចូលគ្នាដើម្បីដឹងពីចរន្តសាច់ប្រាក់ដែលទទួលបានប្រចាំខែនិងប្រចាំឆ្នាំដើម្បីបង្កើតបានជាចរន្តសាច់ប្រាក់ថ្មីមួយទៀតដែលអាចយកទៅបង្កើតចំណូលបានមួយច្រកថែមទៀតផងចំណុចទី2
ពិនិត្យមើលទៅលើការបែងចែកសាច់ប្រាក់និងការបង្កើតចំណូលថ្មីដើម្បីធ្វើការបែងចែកសាច់ប្រាក់ឲ្យបានត្រឹមត្រូវដំបូងដែរយើងត្រូវតែមើលទៅលើការចំណាយទូទៅរបស់យើងជាមុនសិនដែលក្នុងនោះមានការចំណាយទៅលើការចាយវាយប្រចាំថ្ងៃម្ហូបអាហារនិងចំណីចំណុកផ្សេងៗការចាយវាយទៅលើការបង់រំលោះនិងការចាយវាយទៅលើសម្ភារៈនិយមម្ដងម្កាលយកចំណាយទាំងអស់នោះមកសរុបចូលគ្នាដើម្បីផ្ទៀងផ្ទាត់ការចំណាយប្រចាំថ្ងៃនិងប្រចាំខែនីមួយៗដើម្បីដឹងឲ្យច្បាស់អំពីការចំណាយនោះហើយដកជាមួយនឹងចំណូលដែលកើតចេញពីចំណូលថេរនិងចំណូលអថេរដើម្បីដឹងពីប្រាក់ចំណូលដែលយើងនៅសល់នៅពេលដែលយើងដឹងអំពីចំណូលរបស់យើងច្បាស់លាស់ហើយយើងអាចដឹងអំពីប្រាក់ដែលយើងត្រូវយកវាទៅបង្កើតចំណូលថ្មីបានហើយប្រាក់ដែលត្រូវបង្កើនសាច់ប្រាក់ថ្មីគឺនឹងយកទៅបង្កើនចំណូលថ្មីមួយទៀតដូចជាការយកប្រាក់ទាំងអស់នោះទៅបង្កើតអាជីវកម្មខ្នាតតូចឬយកទៅទិញមាសទុកក្នុងកលដើម្បីយកចំណេញប៉ុន្តែនៅក្នុងនោះយើងក៏ត្រូវតែសិក្សាអំពីរបៀបនៃការបង្កើតសាច់ប្រាក់ថ្មីនោះផងដែរថាតើវាមានសុខភាពឬក៏អត់ដើម្បីប្រកាសថាវាមានសុខភាពល្អដែលមិនត្រូវខាតបង់ហើយក្នុងការបង្កើតចរន្តសាច់ប្រាក់ថ្មីនេះយើងក៏ត្រូវមើលឲ្យជាក់លាក់អំពីចរន្តសាច់ប្រាក់ចាស់របស់យើងដែរថាប្រាក់ដែលបានមកពីសាច់ប្រាក់ចាស់គ្រប់នឹងការចំណាយទៅលើការបង្កើតសាច់ប្រាក់ថ្មីនេះឬមួយក៏អត់ប្រសិនបើប្រាក់ចាស់ដែលយើងបានប្រមូលមកមិនគ្រប់តម្រូវការនៃការចំណាយទៅលើការបង្កើតសាច់ប្រាក់ថ្មីទេយើងគួរណាស់តែពិនិត្យមើលទៅលើចំណូលប្រាក់ចាស់នោះម្ដងទៀតហើយក៏ដូចជាគិតទៅលើវិធីបង្កើនចំណូលថ្មីនោះម្ដងទៀតផងដែរដើម្បីច្បាស់ថាវាអាចឆ្លើយឆ្លងគ្នាបានឬមួយក៏អត់ដើម្បីជៀសវាងការខាតបង់ចំពោះផ្នែកទី3ការរៀបចំការចំណាយទាំង5ដែលយើងគួរដឹងជាក់ស្ដែងមានមនុស្សជាច្រើនមិនសូវយកចិត្តទុកដាក់ប៉ុន្មានទេនៅក្នុងការបែងចែកចំណាយនិងចំណូលរបស់ខ្លួនហើយទាំងនេះវាអាចមកពីការចំណាយលើសម្ភារៈនិយមជ្រុលពេកឬក៏ការចំណាយយ៉ាងណាការរៀបចំផែនការនៃការចំណាយវាពិតជាសំខាន់ខ្លាំងណាស់ដើម្បីធ្វើឲ្យការចំណាយរបស់ខ្លួនមានភាពល្អប្រសើរព្រោះការរៀបចំផែនការនៃការចំណាយវាពិតជាសំខាន់ខ្លាំងណាស់ដើម្បីធ្វើឲ្យការចំណាយរបស់ខ្លួនមានភាពល្អប្រសើរព្រោះនេះជាកំហុសដ៏ធំដែលមនុស្សសម័យនេះមិនបានគ្រប់គ្រងហិរញ្ញវត្ថុផ្ទាល់ខ្លួនឲ្យបានល្អថាតើត្រូវចំណាយប៉ុន្មានសម្រាប់ខែនេះនិងទៅលើអ្វីខ្លះហើយវាចំបាច់ដែរឬទេទាំងនេះសុទ្ធតែជាអ្វីដែលមនុស្សសម័យនេះត្រូវកាត់គូរនិងកែលម្អឡើងវិញហើយខាងក្រោមនេះគឺជាវិធីសាស្ត្រដើម្បីរៀបចំហិរញ្ញវត្ថុរបស់ខ្លួនឲ្យបានល្អវិធីសាស្ត្រទី1យើងបែងចែក 20% សម្រាប់អនាគតសម្រាប់អ្នកដែលកំពុងធ្វើការឲ្យគេការសន្សំដើម្បីយកលុយនោះទៅវិនិយោគគឺជារឿងមួយដែលសំខាន់បំផុតដើម្បីអនាគតផ្ទាល់ខ្លួនដើម្បីបង្កើនប្រាក់ចំណូលបន្ថែមក៏ដូចជាបំរុងទុកសម្រាប់ហានិភ័យណាមួយដែលអាចកើតឡើងមួយវិញទៀតប្រសិនបើយើងមានបំណងចង់រកស៊ីខ្លួនឯងយើងក៏ត្រូវតែស្ទម្លាងភាគរយនៃការសន្សំសម្រាប់អាជីវកម្មផ្ទាល់ខ្លួនផងដែរវិធីសាស្ត្រទី2 40% សម្រាប់ការចំណាយប្រចាំថ្ងៃសម្រាប់ 40% នៅក្នុងការចំណាយប្រចាំថ្ងៃប្រកបណាស់វាគួរតែសមល្មមព្រោះនេះជាចំនួនដែលមិនរាប់បញ្ចូលទាំងការចំណាយទៅលើដំណើរកម្សាន្តសម្ភារៈសម្លៀកបំពាក់ឬការចំណាយទៅលើអ្វីដែលមិនទាន់នោះទេក្នុងវិធីនេះយើងត្រូវតែយកចំនួន 40% ទៅចែកជាមួយនឹង30ថ្ងៃគិតជាមធ្យមហើយយើងនឹងឃើញអំពីការចំណាយប្រចាំថ្ងៃរបស់យើងហើយតែប្រសិនបើមិនគ្រប់ឬច្រើនពេកយើងក៏អាចបន្ថែមឬបន្ថយការចំណាយនេះបានដែរព្រោះវាអាស្រ័យទៅលើប្រាក់ចំណូលរបស់យើងផងដែរវិធីសាស្ត្រទី3 15% សម្រាប់ដំណើរកម្សាន្តឬកម្មវិធីផ្សេងៗយើងខំធ្វើការប៉ុណ្ណាក៏ត្រូវការពេលលំហែដែរដូចនេះយើងត្រូវចេះរៀបចំនិងដាក់កំហិតឲ្យខ្លួនឯងលើការលំហែកាយខ្លះកុំឲ្យច្រើនពេកហើយក៏កុំឲ្យតិចពេកដែរការជួបជុំមិត្តភ័ក្តិដូចជាចូលរួមពិធីជប់លៀងមង្គលការគឺជារឿងដែលប្រជាជនកម្ពុជាមិនអាចរំលងបានដូច្នេះការបែងចែកការចំណាយចំនួន 15% សម្រាប់ទាំងអស់នេះគឺស័ក្តិសមបំផុតប្រសិនបើ 15% នេះមិនត្រូវបានចំណាយទេយើងគួរតែដាក់ចូលនៅក្នុងការចំណាយ
សម្រាប់ពេលអនាគតបន្ថែមវិធីសាស្ត្រទី4 15% ទៅលើការសិក្សាផ្សេងៗបើទោះបីជាយើងបានបញ្ចប់ការសិក្សាក្នុងកម្រិតណាក៏ដោយមិនថាខ្ពស់ឬទាបនោះទេយើងក៏នៅតែអាចសិក្សារៀនសូត្របានជាប្រចាំផងដែរព្រោះថាការសិក្សាសម្រាប់មនុស្សគឺមិនចេះចប់នោះទេដូចនេះហើយ 15% នេះវាល្មមសម្រាប់ឲ្យយើងអាចចំណាយទៅលើការសិក្សាផ្សេងៗដែលខ្លួនចង់រៀនបានព្រោះការចង់ចេះចង់ដឹងរបស់មនុស្សគ្មានដែនកំណត់នោះទេការរៀនសូត្រវាទូលំទូលាយណាស់ហើយនៅក្នុងនោះយើងក៏អាចរៀនតាមរយៈសិក្ខាសាលាឬរកទិញសៀវភៅសម្រាប់អានក៏រឹតតែល្អវិធីសាស្ត្រទី5 10% នៅក្នុងការចំណាយផ្សេងចំនួននេះវាស័ក្តិសមនៅក្នុងការចំណាយទៅលើសម្ភារៈដែលមិនសូវចាំបាច់ដូចជាសម្លៀកបំពាក់គ្រឿងអេឡិចត្រូនិកឬប្រើប្រាស់ថ្នាំសង្កូវជាដើមចំពោះផ្នែកទី4វិញបើចង់សល់ប្រាក់ត្រូវចេះពីរបៀបនៃការសន្សំប្រាក់យើងតែនិយាយថាប្រាក់ខែចាយមិនគ្រប់ហើយក៏មិនដែលសល់មិនដឹងពេលណាមានដូចគេបើនិយាយទៅដល់ការសន្សំប្រាក់វាមិនងាយស្រួលដោយការចាយប្រាក់នោះទេតែបើទោះបីជាយ៉ាងនេះក្តីក៏ការសន្សំប្រាក់វាជាប្រយោជន៍មួយដែលអាចជួយឲ្យយើងដោះទាល់បានខ្លះផងដែរហើយខាងក្រោមនេះគឺជាវិធីសាស្ត្រមួយចំនួនសម្រាប់ឲ្យយើងទុកគ្រាន់ជាគំនិតខ្លះនៅក្នុងការសន្សំប្រាក់វិធីសាស្ត្រទី1ការចំណាយផ្ទាល់ខ្លួនលុយរាយជាទូទៅនៅពេលដែលយើងទិញអ្វីមួយយ៉ាងរមែងទទួលបានប្រាក់អាប់មកវិញដូចជា500រៀល 1000 រៀលត្រូវចាំថាខ្វះ100រៀលក៏មិនអាចគ្រប់ចំនួន 10000 រៀលបានដែរដូចនេះហើយយើងត្រូវតែចេះឲ្យតម្លៃទៅលើប្រាក់បន្តិចបន្តួចនេះហើយជារៀងរាល់ពេលដែលយើងទទួលបានប្រាក់បន្តិចបន្តួចនេះយើងគួរតែយកលុយរាយទាំងនេះទុកកន្លែងណាមួយដើម្បីសន្សំនិងជារៀងរាល់1ខែទៅ2ខែត្រូវយកវាមករាប់ម្ដងនោះយើងនឹងឃើញថាវាមិនមែនជាចំនួនលុយរាយទៀតនោះទេវិធីសាស្ត្រទី2គឺកំណត់ការចាយវាយប្រចាំសប្តាហ៍ឬខែសម្រាប់យុវជនខ្មែរក្បួននេះមិនសូវនិយមប៉ុន្មានទេហើយក៏មិនសូវយកចិត្តទុកដាក់ពីការកត់ត្រាចំណាយរបស់ខ្លួនដែរប៉ុន្តែវិធីសាស្ត្រនេះវាពិតជាល្អខ្លាំងណាស់សម្រាប់ការក្រោមរំលឹកថាយើងបានចាយអស់ប៉ុន្មាននិងចំណាយទៅលើអ្វីខ្លះជាជាងនិយាយថាមិនដឹងបាត់លុយទៅណាដោយមិនដឹងខ្លួនវិធីសាស្ត្រទី3បែងចែកលុយសម្រាប់គ្រាអាសន្នយើងមិនអាចទាយទុកមុនបានទេថាស្អែកនឹងទៅជាបែបណានោះទេពេលខ្លះប្រាក់របស់យើងនៅពេលនេះអាចត្រឹមតែចាយបានតែមួយគ្រុបប៉ុណ្ណោះដូចនេះហើយការបង្កើនប្រាក់សន្សំសម្រាប់ពេលនេះវាជារឿងសំខាន់និងជារឿងល្អបំផុតសម្រាប់យើងវិធីសាស្ត្រទី4ការចំណាយទូទៅរកផ្ទះជួលដែលមានតម្លៃថោកសមរម្យនេះក៏ជាការបន្ធូរបន្ថយទៅលើស្ថានភាពរស់នៅរបស់យើងផងដែរព្រោះថាចង់ឬមិនចង់នៅឋានគឺជារឿងមួយដែលចាំបាច់បំផុតជាការពិតណាស់នៅពេលដែលយើងមិនទាន់មានលទ្ធភាពទិញផ្ទះផ្ទាល់ខ្លួនបាននោះទេអ្វីដែលយើងត្រូវកាត់គូមុនគេនោះគឺថ្លៃឈ្នួលផ្ទះប្រចាំខែនៅក្នុងន័យនេះបើយើងមានជីវភាពខ្វះខាតនៅឡើយយើងគួរតែស្វែងរកមើលផ្ទះជួលណាដែលមានតម្លៃថោកសមរម្យនិងអាចឲ្យអ្នកសន្សំថវិកាបានខ្លះបើយើងរស់នៅតែម្នាក់ឯងយើងអាចជួលបន្ទប់សមល្មមសម្រាប់រស់នៅមិនចាំបាច់នៅផ្ទះធំពេកនោះទេព្រោះទំហំនៃកន្លែងស្នាក់នៅកាន់តែធំគឺកាន់តែថ្លៃវិធីសាស្ត្រទី6កាត់បន្ថយទៅលើអាហារខាងក្រៅសម័យនេះមនុស្សភាគច្រើនមានភាពមមាញឹកខ្លាំងរហូតដល់អ្នកខ្លះដកដង្ហើមមិនរួចពីការងារប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយយើងមិនគួរណាទទួលទានឬទិញអាហារក្រៅផ្ទះច្រើនដងពេកនោះទេព្រោះយើងឃើញស្រាប់ហើយថាអាហារខាងក្រៅជាទូទៅមានតម្លៃថ្លៃជាងអ្វីដែលខ្លួនធ្វើផ្ទាល់ទៅទៀតដូចនេះហើយបើយើងអាចញ៉ាំហូបនៅផ្ទះនោះយើងនឹងអាចសន្សំលុយកាក់បានខ្លះហើយមិនតែប៉ុណ្ណោះយើងក៏អាចមានទំនុកចិត្តទៅលើអនាម័យម្ហូបអាហាររបស់យើងបានថែមទៀតផងចំពោះផ្នែកទី5មានវិធីអ្វីដើម្បីចេះចំណាយតែយើងចំណាយយ៉ាងដូចម្ដេចជាធម្មតាមានមនុស្សជាច្រើនដែលត្អូញត្អែរថាមួយខែរកលុយចាយមិនសល់ចំណាយច្រើនអត់ប្រយោជន៍ប៉ុន្តែទង្វើនេះនៅតែបន្តកើតឡើងជារឿយៗដែរដូចនេះតើអ្វីទៅដែលជាដំណោះស្រាយដើម្បីចាកចេញអំពីបញ្ហាខាងលើនេះបាន
ជប់សិនយើងអាចសាក់លបងអនុវត្តនៅវិធីសាស្ត្រចំណាយដោយខាងក្រោមនេះបានវិធីសាស្ត្រទី1គឺស្វែងយល់អំពីចំណូលនិងចំណាយយើងមិនអាចដឹងមុនទេថាតើហិរញ្ញវត្ថុរបស់យើងអាចប្រើប្រាស់នៅពេលអាសន្នបានគ្រប់គ្រាន់ឬមួយក៏អត់លុះត្រាតែយើងអាចស្គាល់ច្បាស់អំពីចំណូលនិងការចំណាយរបស់យើងជាមុនសិនដែលជាដំបូងយើងត្រូវកំណត់អំពីចំណូលជាមធ្យមដែលរួមបញ្ចូលទាំងប្រាក់ខែនិងចំណូលផ្សេងដែលយើងទទួលបានបន្ទាប់មករាយនៅការចំណាយជាមធ្យមប្រចាំខែដោយរាប់បញ្ចូលទាំងបំណុលនិងការចំណាយផ្សេងដែលយើងត្រូវចំណាយជាប្រចាំផងដែរប្រសិនបើចំណូលច្រើនជាងចំណាយអ្វីដែលយើងត្រូវយកចិត្តទុកដាក់នោះគឺការសន្សំសម្រាប់ប្រើប្រាស់នៅពេលត្រូវការភ្លាមតែប្រសិនបើជាការចំណាយច្រើនជាងចំណូលវិញយើងគួរតែពិនិត្យទៅលើការចំណាយរបស់ខ្លួនឡើងវិញដើម្បីស្វែងរកនៅអ្វីដែលយើងអាចកាត់បន្ថយនៅក្នុងការចំណាយរបស់យើងបានវិធីទី2គឺចំណាយឲ្យមានប្រសិទ្ធភាពនិយមន័យរបស់ប្រសិទ្ធភាពនៅក្នុងការចំណាយនេះគឺវាកើតមានឡើងលុះត្រាណាតែវប្បធម៌ខ្ជិលរបស់យើងត្រូវបានបញ្ចប់និងកុំចំណាយច្រើនជាងចំណូលរបស់អ្នកឲ្យសោះមិនថាទៅលើសម្ភារៈឬការចំណាយផ្សេងដែលអត់ប្រយោជន៍ប៉ុន្តែនេះមិនមែនមានន័យថាយើងគិតតែចំណូលមិនគិតពីការចំណាយនោះទេតែការចំណាយរបស់យើងក៏ត្រូវតែមានគុណភាពនិងផ្ដល់អត្ថប្រយោជន៍មកវិញផងដែរវិធីទី3ធ្វើកំណត់ហេតុគ្រប់ការចំណាយដើម្បីធ្វើឲ្យការគ្រប់គ្រងចំណូលនិងការចំណាយរបស់យើងដើរទៅដោយរលូននិងទៅមុខបានល្អយើងគួរតែធ្វើកំណត់ហេតុចំពោះការចំណាយចាយវាយរបស់យើងជាប្រចាំពីមួយខែទៅមួយខែពីមួយឆ្នាំទៅមួយឆ្នាំបើកាលណាយើងធ្វើដូច្នេះយូរទៅយើងនឹងមានទម្លាប់នៅក្នុងការតាមដានប្រាក់របស់យើងហើយយើងនឹងដឹងអំពីវិធីដែលធ្វើឲ្យការចាយវាយរបស់យើងមានសមតុល្យផងដែរយើងត្រូវប្រកាសថាការកត់ត្រារបស់យើងបានត្រឹមត្រូវនិងគ្រប់ចំនួនទៅលើចំណូលនិងចំណាយទាំងអស់នោះវិធីទី4រៀបចំចំណាយសម្រាប់ពេលអាសន្ននៅពេលណាដែលយើងដឹងច្បាស់អំពីប្រាក់ដែលយើងមានហើយនោះយើងនឹងអាចរៀបចំនៅការចំណាយណាដែលត្រូវកាត់បន្ថយដើម្បីធ្វើឲ្យការចំណាយវារឹតតែទាបជាងមុនហើយក៏ដើម្បីការពារកុំឲ្យការចំណាយរបស់យើងខ្ពស់ពេកបន្ទាប់មកធ្វើតារាងរាយនៅអ្វីដែលយើងចាំបាច់ជារៀងរាល់ខែដែលជាការចំណាយមិនអាចខ្វះបានដូចជាប្រាក់កម្ចីទិញផ្ទះថ្លៃការទូរស័ព្ទនិងឧបករណ៍ប្រើប្រាស់ផ្សេងបន្ទាប់មករាយនៅចំណាយដែលមិនចាំបាច់ដែលយើងមានដូចជាទៅផឹកកាហ្វេខាងក្រៅនិងទៅទិញវត្ថុផ្សេងដែលមិនសូវចាំបាច់វិធីទី5បែងចែកឲ្យច្បាស់ដើម្បីឲ្យរឹតតែមានភាពងាយស្រួលនិងឲ្យកាន់តែច្បាស់យើងត្រូវតែធ្វើការកត់ត្រាចំណូលនៃផ្នែកនីមួយៗដូចជាប្រភពនៃចំណូលចំនួនប្រាក់ដែលទទួលបានអំពីចំណូលនីមួយៗចំពោះការចំណាយវិញដូចគ្នាយើងត្រូវរៀបចំទៅតាមផ្នែកផ្សេងដូចជាក្នុងមួយខែតើយើងចំណាយទៅលើផ្នែកណាខ្លះចំពោះផ្នែកទី6ហេតុផលនៃភាពខ្វះលុយចាយនៅចុងខែតើយើងដឹងទេថាការដែលទម្លាប់ចាយច្រើនជាមូលហេតុមួយដែលធ្វើឲ្យយើងខ្វះខាតហើយវាក៏ជាបញ្ហាមួយដែលមានមនុស្សជាច្រើនដែលកំពុងជួបប្រទះផងដែរហើយវាកើតឡើងមកស្ទើរតែគ្រប់គ្នាទៅហើយជាពិសេសនោះគឺយុវជនតែម្ដងហើយខាងក្រោមនេះគឺជាចំណុចមួយចំនួនដែលជាមូលហេតុនិងជាកំហុសដែលយើងបានប្រព្រឹត្តហេតុផលទី1សប្បាយមិនគិតពីអនាគតយើងភ្លេចគិតអំពីគោលដៅនៅថ្ងៃខាងមុខដែលយើងបានដាក់ឬក៏អាចនិយាយបានថាយើងមិនបានគិតតែម្ដងប៉ុន្តែយើងបែរជាគិតអំពីរឿងស្បាយនៅពេលបច្ចុប្បន្នជាជាងគិតដល់អនាគតរបស់យើងទៅវិញហើយការដែលធ្វើរឿងបែបនេះវាមិនមែនជាទង្វើល្អដើម្បីសន្សំប្រាក់ទុកសម្រាប់តម្រូវការនៅពេលក្រោយនោះទេដូចនេះយើងត្រូវតែចេះបែងចែកឲ្យច្បាស់នៃការចំណាយទៅលើភាពសប្បាយតែមួយគ្រាចំណុចទី2មិនសូវគិតអំពីការសន្សំប្រាក់ដោយសារតែយើងត្រូវចំណាយប្រាក់ជាច្រើនដែលយើងមានលើសប្រាក់ដែលយើងរកបានដែលជាហេតុធ្វើឲ្យយើងគ្មានប្រាក់សេសសល់ដើម្បីសន្សំហើយចុងក្រោយមានតែញ៉ាំមីកំប៉ុងនៅចុងខែគ្មានប្រាក់សល់ទុកសម្រាប់សន្សំឬក៏ចាយឲ្យគ្រប់ដល់ចុងខែគិតតែសប្បាយផឹកស៊ីនិងស៊ីផឹក
ហើយនេះគឺជាអ្វីដែលយើងគួរតែគិតឡើងវិញចំណុចទី3គ្មានផែនការនៅក្នុងការរៀបចំសាច់ប្រាក់យើងមិនបានគិតនិងមិនបានរៀបចំផែនការនៃការចំណាយរបស់ខ្លួនតើក្នុងមួយខែតើយើងគួរចាយអស់ប៉ុន្មានឬក៏គ្រាន់តែចាយទៅតាមដែលចង់ចាយតែប៉ុណ្ណោះទេឬគ្មានការបែងចែកឲ្យបានច្បាស់លាស់ហើយយើងក៏មិនអាចធ្វើបញ្ជីចំណាយប្រចាំខែនីមួយៗផងដែរហើយការដែលយើងគ្មានបញ្ជីនេះហើយដែលធ្វើឲ្យយើងមិនអាចគ្រប់គ្រងទៅលើការចំណាយរបស់ខ្លួនបានហើយនៅពេលណាដែលយើងមិនអាចគ្រប់គ្រងវាបាននោះយើងនឹងចាយលុយរបស់យើងដោយមិនគិតអំពីភាពខ្វះខាតនៅពេលក្រោយផងដែរតែប្រសិនបើយើងកំពុងតែប្រព្រឹត្តនៅកំហុសទាំងអស់នេះហើយសូមកុំបារម្ភអំពីបញ្ហានេះអីយើងអាចដោះស្រាយតាមដំណោះស្រាយដូចខាងក្រោមនេះបានវិធីទី1គឺបែងចែកប្រាក់ដែលត្រូវចំណាយតាមខែនីមួយៗរៀននៅអ្វីដែលយើងបានចំណាយហើយបន្ទាប់មកគណនាអំពីចំនួនទឹកប្រាក់ដែលយើងត្រូវចំណាយប្រចាំខែនោះថាតើអស់ចំនួនប៉ុន្មានប្រសិនបើវាច្រើនជាងអ្វីដែលយើងអាចរកបាននោះមានន័យថាយើងត្រូវតែប្រុងប្រយ័ត្នហើយគួរតែពិនិត្យនិងរៀបចំឡើងវិញវិធីទី2បែងចែកប្រាក់ទៅតាមតម្រូវការងារផ្សេងៗរបៀបនៃការសន្សំប្រាក់គឺយើងគួរតែបែងចែកប្រាក់ដែលមានទៅតាមតម្រូវការនីមួយៗដែលបែងចែកមួយផ្នែកទៅលើការសន្សំឬក៏វិនិយោគទៅលើអ្វីមួយក៏បានវិធីទី3រៀនអំពីរបៀបនៃការគ្រប់គ្រងប្រាក់សូមចងចាំថាការគ្រប់គ្រងប្រាក់វាមិនងាយដូចអ្វីដែលយើងគិតស្រួលៗទេដូចនេះយើងត្រូវតែប្រើការព្យាយាមបន្តិចនៅក្នុងការរៀបចំផែនការរបស់ខ្លួនដោយបង្កើតនិងពិនិត្យទៅលើការចំណាយរបស់ខ្លួនជារៀងរាល់ខែដើម្បីឲ្យដឹងថាអ្វីដែលគួរតែចំណាយនិងអ្វីដែលមិនគួរចំណាយចំពោះអ្វីដែលគ្មានប្រយោជន៍ហើយអនុវត្តទៅតាមរបៀបនៃការគ្រប់គ្រងប្រាក់នេះនឹងត្រូវការពេលវេលាច្រើនបន្តិចដើម្បីធ្វើឲ្យយើងអាចបង្កើតនូវទម្លាប់នេះបានប្រសិនបើយើងតាំងចិត្តធ្វើវាឲ្យបាននោះយើងនឹងជោគជ័យជាក់ជាមិនខានឡើយធ្វើអ្វីក៏ដោយកុំបានតែតាំងចិត្តអត់ប្រយោជន៍បើចូលជាតាំងចិត្តហើយតែខាតត្រូវតែធ្វើឲ្យបានសូមអរគុណបងប្អូនទាំងអស់គ្នាសម្រាប់ការស្ដាប់នៅ podcast មួយនេះបើសិនជាបងប្អូនមានចម្ងល់អាច comment ខាងក្រោមបានសូមអរគុណ